យន្តហោះចំបាំងថៃ Gripen បានទម្លាក់គ្រាប់បែកទៅលើអគារកាស៊ីណូក្នុងស្រុកអូស្មាច់ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី10ធ្នូដែលជាការកើនឡើងនៃអរិភាពតាមព្រំដែនដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់13នាក់និងបានធ្វើឲ្យជនស៊ីវិលជាង500,000នាក់បានផ្លាស់ទីលំនៅចាប់តាំងពីការប្រយុទ្ធគ្នាបានបន្តឡើងវិញនៅថ្ងៃអាទិត្យទី7ធ្នូមកកាស៊ីណូនេះដែលមានទីតាំងនៅទល់មុខច្រកព្រំដែនចុងចោមខេត្តសុរិន្ទត្រូវបានកែប្រែទៅជាអ្វីដែលមន្ត្រីយោធាថៃបានហៅថាជាទីតាំងយោធាសំខាន់របស់កម្ពុជាដែលមានផ្ទុកកាំភ្លើងរ៉ុកែត BM-21 យន្តហោះគ្មានមនុស្សបើកតំបន់ប្រមូលផ្ដុំកងទ័ពនិងកន្លែងផ្ទុកអាវុធតែទោះជាយ៉ាងណាមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាបានបដិសេធយ៉ាងខ្លាំងក្លាចំពោះរបាយការណ៍ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយថៃដោយមានចេតនាបង្កើតភាពជំរងចម្រាស់មកលើកម្ពុជាដោយគ្មានទំនួលខុសត្រូវនេះផ្អែកតាមការដកស្រង់ចេញពីកាសែត The Star ដែលបានចុះផ្សាយកាលពីថ្ងៃទី10ធ្នូទន្ទឹមនឹងនេះអាជ្ញាធរថៃក៏បានចេញការព្រមានឲ្យមានការជំលះនៅព្រឹកថ្ងៃពុធទី10ធ្នូដល់ជនស៊ីវិលកម្ពុជានៅជិតស្ពានឆែជំនាក្នុងខេត្តពោធិ៍សាត់ដែលកងកម្លាំងការពារព្រំដែនបានកំណត់ថាជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ឧបករណ៍យោធាកម្ពុជាការព្រមាននេះបានផ្ដល់ឲ្យប្រជាជនរយៈពេលជាង3ម៉ោងដើម្បីផ្លាស់ទីមុនពេលប្រតិបត្តិការកាត់ឡើងដោយឡែកក្រសួងការពារជាតិកម្ពុជាបានរាយការណ៍កាលពីថ្ងៃពុធទី10ធ្នូថាការវាយប្រហារដ៏ខ្លាំងក្លារបស់កម្ពុជារួមមានការបាញ់រ៉ុកែត BM-21 ប្រមាណ125ដើមដែលសរុបប្រមាណ 5,000 គ្រាប់និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន33ដ្រូនទៅលើទីតាំងយោធារបស់ថៃចន្លោះម៉ោង9ព្រឹកនិងម៉ោង5ល្ងាចថ្ងៃអង្គារទី9ធ្នូការវាយប្រហារនេះកងកម្លាំងថៃបានរាយការណ៍ថាទាហាន4នាក់របស់ខ្លួនបានបាត់បង់អាយុជីវិតនិង68នាក់ទៀតបានរងរបួសដំណើរគ្នានេះជាការឆ្លើយតបរបស់អាមេរិកក្នុងវេទិកានយោបាយមួយនៅក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃអង្គារទី9ធ្នូលោកប្រធានាធិបតីត្រាំបាននិយាយថាលោកនឹងខលទូរស័ព្ទទៅមេដឹកនាំទាំងពីរដើម្បីបញ្ចប់អរិភាពលោកបានថ្លែងដោយមានមោទនភាពថាខ្ញុំស្អប់ក្នុងការនិយាយឈ្មោះនេះគឺកម្ពុជាថៃហើយវាបានចាប់ផ្ដើមនៅថ្ងៃនេះហើយថ្ងៃស្អែកខ្ញុំនឹងត្រូវធ្វើការខលទៅតើមាននរណាទៀតដែលអាចនិយាយថាខ្ញុំនឹងខលទូរស័ព្ទហើយបញ្ឈប់សង្គ្រាមនៃប្រទេសដ៏មានឥទ្ធិពលទាំងពីរគឺថៃកម្ពុជានៅក្នុងសេចក្តីថ្លែងការណ៍នេះបានបង្ហាញថាលោកត្រាំកំពុងប្រើប្រាស់ចំនួនកម្ពុជាថៃដែលទូឡើងវិញនេះដើម្បីជាឧទាហរណ៍មួយទៀតសម្រាប់យុទ្ធនាការនយោបាយរបស់លោកដើម្បីបង្ហាញដល់អ្នកគាំទ្រថាលោកគឺជាអ្នកចរចាដ៏ពូកែបំផុតដែលអាចដោះស្រាយវិបត្តិអន្តរជាតិបានដោយងាយស្រួលនិងរហ័សតាមរយៈអំណាចផ្ទាល់ខ្លួនរបស់លោក